ខ្ញុំក៏អញ្ចឹងដែរតែលុះត្រាតែខ្ញុំញ៉ាំរបស់ផ្អាប់ញឹកញាប់បានឡើងខ្លាំងអញ្ចឹងបើតមរបស់អស់នឹងធម្មតាអញ្ចឹងខមមិនមួយនេះគាត់ខមមិននៅក្នុងប្រធានបទដែលនឹងខ្ញុំចែករំលែកពាក់ព័ន្ធនឹងជំងឺផ្សិតជំមានន័យថាផ្សិតគាត់កើតឡើងដែរប៉ុន្តែតិចតួចកើតនៅពេលដែលគាត់ញ៉ាំចំណីអាហារខុសនៅពេលដែលគាត់តមមានន័យថាគាត់មានបញ្ហានឹងទេជាធម្មតាបងជំងឺរោគស្ត្រីជាប្រភេទជំងឺដែលកើតឡើងមកពីកត្តាខ្លួនយើងផ្ទាល់វាមិនមែនកើតឡើងដោយឯងទេណាទោះបីជាសុខភាពបងធម្មតាក៏ដោយប៉ុន្តែបងញ៉ាំរបស់ផ្អាប់ញឹកញាប់បងញ៉ាំគ្រឿងសមុទ្រញឹកញាប់ញ៉ាំរបស់ហិរញឹកញាប់ឬក៏បងញ៉ាំទឹកបានតិចចង់មិនចង់គឺបងកើតរោគស្ត្រីអូតូហើយជាពិសេសនឹងការកាត់ផ្សិតតែម្ដងអញ្ចឹងបាននាងខ្ញុំតែងតែចែករំលែកជូនបងស្ត្រីឲ្យបានយល់ដឹងច្បាស់ពាក់ព័ន្ធទៅនឹងរបបចំណីអាហារយើងញ៉ាំបែបណាល្អសម្រាប់សុខភាពរបស់ផ្អាប់គ្រឿងសមុទ្ររបស់ហិរយើងញ៉ាំចប់ប៉ុន្តែយើងញ៉ាំយូរម្ដងយើងញ៉ាំដឹងពីសុខភាពរបស់យើងកុំញ៉ាំរាល់ថ្ងៃយើងកុំញ៉ាំញឹកញាប់ហើយយើងកុំញ៉ាំស្រាដែលធ្វើក្តៅក្នុងអញ្ចឹងវាងាយនឹងកើតមានទៅលើជំងឺរោគស្ត្រីខ្លាំងមែនទែនបើសិនជាតមដូចបងបានគឺមិនងាយនឹងមានអ្នកដែលកើតមានជំងឺរោគស្ត្រីទេបងអញ្ចឹងបានផ្ដាំទៅដល់អ្នកដែលគាត់កាត់រោគស្ត្រីហើយគាត់តមចំណីអាហារក៏ដោយតែបើគាត់នៅតែកើតមានបញ្ហាហ្នឹងគាត់ព្យាបាលទៅព្រោះជំងឺនេះវាពិបាកនៅពេលដែលយើងធ្លាក់សលមាស់ធ្លាក់សធំក្លិនគឺធំអត់បានទេចំពោះអ្នកមានគ្រួសារអីគឺគាត់ពិបាកខ្លាំងមែនទែនណាអញ្ចឹងបើសិនជាបងស្ត្រីក៏ដូចជាអូនស្ត្រីយើងអាចតមចំណីអាហារដូចដែលបងស្រីគាត់ខមមិនបានអាហ្នឹងគឺល្អព្រោះវាអត់ងាយនឹងធ្វើយើងកើតមានទៅលើជំងឺរោគស្ត្រីទេ